ពេលវេលាមិនធ្លាប់នៅស្ងៀមឡើយណាកូនក៏ដូចគ្នាដែរកុំបញ្ឈប់ការព្យាយាមឲ្យសោះព្រោះបើកូនឈប់ព្យាយាមពេលណាជីវិតកូនក៏ដូចជាស្លាប់ពេលនោះដែរប្រៀបដូចជានាឡិកាដែលអស់ថ្មវារមែងងាប់គឺឈប់ដើរអញ្ចឹងដូច្នេះកូនកុំស្លាប់ទាំងរស់ព្យាយាមគឺថានាំឲ្យបានរួចពីសេចក្តីទុក្ខវិរិយេនទុក្ខមច្ចេតិព្រះពុទ្ធដីកាកូននេះពុកបើកូនរងចាំអ្វីមួយកូនត្រូវមានចិត្តតិចជាប្រកដីកូនត្រូវជាមនុស្សចេះអត់ធន់ជាគុណធម៌របស់មនុស្សរងចាំបានដោយមិនអន្ទះសាដូចចាំភ្លើងស្តុបអីចឹង1នាទីអីហ្នឹងគឺមិនអស់ពេលវេលាអីទៅណាទេយើងក៏អាចគិតល្អគិតឲ្យបានសុខក្នុងពេលរងចាំនឹងដែរពេលវេលាច្រើនទៀតណាស់ដែលយើងមិនបានគិតហើយបំផ្លាញពេលវេលានឹងទៅដោយគំនិតមិនល្អដោយកិច្ចការងារមិនល្អដូច្នេះត្រូវចេះរងចាំដើម្បីសុវត្ថិភាពនៃជីវិតយ៉ាងណាគឺក្តីអត់ធន់ត្រូវចេះរងចាំដោយចិត្តតិចវៃមិនមែនចេះតែបានដោយចិត្តចង់ទេបើយើងមិនចេះរងចាំយើងត្រូវកើតទុក្ខមួយនឹងលោកនេះមិនមែនចេះតែមកផ្កប់ចិត្តយើងចង់បានអីបាននឹងភ្លាមចាំទៅទេសិតតែមានហេតុផលត្រឹមត្រូវនៅក្នុងលោកនេះកូនត្រូវយល់អំពីអ្វីក្នុងលោកនេះផងកុំឃើញតែពីខ្លួនឯងតែតាមចិត្តតាមចំណង់តាមកិលេសនោះត្រូវសិក្សាក្នុងលោកនេះឲ្យកើតបញ្ញាសូម្បីព្រះពុទ្ធអង្គក៏សិក្សាថ្នាក់បរិញ្ញាក្នុងលោកនេះដែរចឹងកូនត្រូវរៀនចំណេះវិជ្ជាក្នុងលោកនេះថ្នាក់បរិញ្ញាហ្នឹងដើម្បីសម្រាប់ចំណង់ក្នុងចិត្តរបស់កូននឹងបានរួចផុតចាកទុក្ខมันមាននរណាក្នុងលោកនេះដែលមិនធ្លាប់រងចាំនោះទេព្រោះការរងចាំជាសន្តាននៃចិត្តរបស់មនុស្សគ្រប់គ្នាតែសូមឲ្យកូនពូកែក្នុងការរងចាំកូនត្រូវរករបស់ណាដែលមានប្រយោជន៍ដល់ជីវិតធ្វើកំដរក្នុងរវាងនៃការរងចាំនឹងទៅត្រូវអានសិភៅក៏អានទៅអាចនឹងសរសេរអត្ថបទធัวអីចឹងទៅក៏បានកុំទំនេរនៅក្នុងកិច្ចការងារព្រោះថាពេលវេលាមិនសម្បូរសម្រាប់ដែលយើងនៅរស់ជាមនុស្សនេះទេកូនមិនត្រូវនិន្ទានិយាយអាក្រក់ពីក្រោយអ្នកដទៃឡើយព្រោះបើគេបានដឹងរឿងហើយគេរមែងកើតទុក្ខនឹងខឹងមករកកូនទោះបីនៅចំពោះមុខក៏ដោយបើកូនចង់និយាយអ្វីកូនត្រូវតាំងចិត្តមេត្តាឲ្យបានស្រួលសិនសុំនិយាយកូនកុំភ្លេចគិតថាឪពុកម្ដាយគេឪពុកម្ដាយយើងបងប្អូនគេបងប្អូនយើងនៅតែម្នាក់ឯងឲ្យប្រយ័ត្នគំនិតនៅជាមួយញាតិមិត្តឲ្យប្រយ័ត្នសម្ដីកូនមានពុកការបាននៅបញ្ញានាំមកនៅសេចក្តីសុខកូនមិនគួរក៏បីកើតមកដើម្បីមានសេចក្តីទុក្ខលំបាកឡើយក្នុងវ័យកូននៅក្មេងកូនត្រូវរកសេចក្តីសុខជាមួយនឹងការរៀនសូត្រព្រមដោយការរៀនដឹងរឿងរ៉ាវក្នុងជីវិតក្នុងវ័យកំឡោះក្រមុំកូនត្រូវរកសេចក្តីសុខជាមួយនឹងការកសាងជីវិតរៀបចំជីវិតទៅតាមការចេះដឹងក្នុងពេលដែលគ្រប់គ្រងផ្ទះកូនត្រូវរកសេចក្តីសុខជាមួយនឹងជីវិតគ្រួសារក្នុងវ័យចាស់ជរាកូនត្រូវរកសេចក្តីសុខជាមួយនឹងសេចក្តីស្ងប់រងាប់ផ្លូវចិត្តកូនមានពុកវិជាទុកជាភ្នែកការប្រព្រឹត្តទុកជាជើងកូនក៏បីនឹកជានិច្ចនៅពេលដែលកូនមានការធុញទ្រាន់ក្នុងការរៀនសូត្រសូមកូនគិតថាការរៀនសូត្រជាទ្វារចូលទៅរកសេចក្តីសម្រេចការរៀនសូត្រជាទ្វារចូលទៅរកសេចក្តីសុខការរៀនសូត្រជាទ្វារចូលទៅរកជ័យជំនះពេលវេលាទំពាស៊ីនៅសពសត្វបើកូនប្រាថ្នាជាមនុស្សល្អ
កូនគួរដឹងពេលវេលានិងគួរបប្រតិបត្តិឲ្យត្រូវពេលដល់ពេលកូនញ៉ាំកូនត្រូវញ៉ាំដល់ពេលគេងកូនត្រូវគេងដល់ពេលក្រោកកូនក៏ត្រូវតែក្រោកដល់ពេលរៀនកូនត្រូវរៀនដល់ពេលលេងកូនសំលេងដល់ពេលដែលកូនត្រូវធ្វើអ្វីណាកូនត្រូវតែធ្វើនៅអ្វីនោះឲ្យពិតប្រាកដកូនអ្នកពុកបើកូនជួយខ្លួនឯងមិនបានអ្នកខុសគឺឪពុកម្ដាយតែបើកូនជួយខ្លួនឯងបានអ្នកដែលសប្បាយចិត្តជាងគេគឺឪពុកម្ដាយរបស់កូននឹងឯងពេលមានបញ្ហាតាក់ទងនឹងកូនត្រូវកូនរកហេតុនៃបញ្ហាហើយយកមកពិចារណាកែไขកូនត្រូវដោះស្រាយបញ្ហាដោយបញ្ញាកុំដោះស្រាយបញ្ហាដោយការខឹងក្រោធឲ្យសោះព្រោះនៅពេលខឹងមនុស្សយើងតែងតែល្ងងកូនអ្នកប្រកូនកុំជាម្ចាស់បំណុលឡើយព្រោះធ្វើឲ្យកូនមានទុក្ខកូនកុំចូលចិត្តខ្ចីរបស់របរប្រើប្រាស់របស់គេផងដែរសម្ពុតក៏អាវអ្នកដតីកូនត្រូវចាត់ចែងត្រៀមរៀបចំឲ្យមានព្រមបើមិនមាននឹងមិនចាំបាច់ទេគឺមិនត្រូវប្រើប្រាស់នៅរបស់នោះឡើយព្រោះមាយាទល្អជាសម្បត្តិដ៏ប្រពៃយ៉ាងទៀតវិជ្ជាជាកំណប់ទ្រព្យជាប់នៅនឹងខ្លួនកូនបើកូនមិនចង់ឲ្យបែកមិត្តកូនកុំខ្ចីប្រាក់មិត្តឯការដែលចូលចិត្តសូមរឹតតែកុំណាស់ទៅទៀតការលួចរបស់អ្នកដទៃខុសទាំងច្បាប់ខុសទាំងសិលធម៌នាំឲ្យមានពីវេរាទៀតផងចូលកូនចាំទុកថាទ្រព្យសម្បត្តិមាសប្រាក់របស់យើងចៅអាចលួចយកទៅបានតែចំណេះវិជ្ជានៅជាប់ជាមួយនឹងខ្លួនកូនអ្នកណាក៏លួចយកទៅមិនបានដែរកូនកុំប្រមាទក្នុងជីវិតផ្លូវនេះនៅចិត្តក្បែរមាត់ជ្រោះចិញ្ចឹមជីវិតឲ្យបានរស់កូនត្រូវស្គាល់គ្រោះឲ្យជាក់ច្បាស់បាបប្រមិតស្រីស្រានិងលបែងខ្នល់ព្រមទាំងមិនខ្វល់នឹងធុរៈជាជ្រោះគ្រោះថ្នាក់ប្រកបជាក់ជ្រោះជ្រៅមិនរាក់ធ្លាក់បាក់កដំណើរជីវិតពិតលំបាកតែបានធូរស្រាកព្រោះធ្វើល្អផ្លូវអបាយមុខមិនត្រាច់ចោចេះភ័យខ្លាចក្រប្រឹងរៀនសូត្រក្នុងពេលខ្លះសេចក្តីទុក្ខក៏បានមកដល់ជីវិតដើម្បីសាកល្បងយើងបើយើងមានសេចក្តីអត់ធន់ច្រើនប៉ុណ្ណាសេចក្តីសម្រេចក៏នឹងមានច្រើនប៉ុណ្ណោះដែរសេចក្តីសម្រេចមានសម្រាប់អ្នកដែលមាននៅសេចក្តីអត់ធន់និងមាននៅសេចក្តីជាយាមសូមឲ្យកូនប្រកាន់នៅគតិមួយថាឧបសគ្គរមែងមកមុននៅសេចក្តីសម្រេចនិងសូមឲ្យកូននឹកជារឿយថាសេចក្តីសុខឬសេចក្តីទុក្ខកើតឡើងពីការធ្វើរបស់យើងទាំងអស់ឪពុកសូមឲ្យកូនធ្វើតែអំពើល្អដល់ពេលចិត្តស្លាប់ចិត្តរបស់កូនមិនមានទុក្ខមិនមានសេចក្តីសៅមងឡើយព្រោះការគិតរបស់មនុស្សចិត្តស្លាប់កាលបើបាបច្រើនការគិតក៏នាំមកនៅសេចក្តីក្តៅក្រហាយដុតរលចិត្តតែបើធ្វើល្អច្រើនការគិតក៏នាំយកសេចក្តីរីករាយមកប្រោះព្រំឲ្យចិត្តត្បិតឃើញនៅអំពើដ៏បរិសុទ្ធរបស់ខ្លួនអ្នកធ្វើល្អរស់នៅក៏បានល្អស្លាប់ទៅក៏បានល្អមិនមានអ្វីដែលត្រូវកង្វល់ឡើយដើម្បីបានសុខក្នុងជីវិតត្រូវតែមានមិត្តឲ្យបានល្អនិងមានគំនិតថ្លៃបវរសន្សំធัวសសាងជំរកជីវិតមានទុក្ខជាធម្មតាប្រៀបដូចជលសាមានរលកប៉ុន្តែបញ្ញាស្រាវជ្រាវរកចាប់យកសុខស្ងប់ត្រឡប់វិញដឹងថាទុក្ខពិតតែចិត្តស្ងប់នេះហើយជាទ្រព្យត្រូវបំពេញទុក្ខកាយតែចិត្តមិនមโนមនិញជីវិតពោពេញដោយស្មារតីវិញ្ញាណមានធัวជាអាហារទៅបានសុខាទាំងប្រុសស្រីសុចរិតធัวសជាចំណីសេរីសួស្តីមានរាល់ឆ្នាំប្រសិនបើកូនដួលព្រោះការឈានដើរទៅមុខ
វាภาษาជាងកូនដែលឈួរនៅត្រឹងមួយកន្លែងព្រោះបើកូនឈួរត្រឹងមួយកន្លែងកូននឹងត្រូវដួលនៅត្រង់កន្លែងនោះហើយកូននឹងមានឈ្មោះថាជាមនុស្សកំសាកកូនត្រូវព្យាយាមក្នុងកិច្ចការដែលជាតួនាទីកូនត្រូវចាំទុកថាជីវិតកើតមកដើម្បីអត់ធន់តស៊ូមិនថាជាមនុស្សឬជាសត្វសុទ្ធតែត្រូវការស្ដាប់ពាក្យផ្អែមល្ហែមពាក្យទន់ភ្លន់កូនមេឪពុកក៏ដូចគ្នាដែរគួរតែនិយាយពាក្យទន់ភ្លន់ផ្អែមល្ហែមដល់អ្នកដទៃកាលបើកូននិយាយពាក្យពីរោះចំពោះអ្នកដទៃកូននឹងបានទទួលនៅពាក្យពីរោះពីអ្នកដទៃមកវិញកាលបើកូនទន់ភ្លន់ដាក់អ្នកដទៃក៏ទន់ភ្លន់ដាក់កូនវិញដែរកូនត្រូវធ្វើឲ្យបានជាទម្លាប់ក្នុងជីវិតជារង្វាន់ដែលកូនផ្ដល់ប្រគល់ឲ្យខ្លួនឯងដល់យ៉ាងក្រៃលែងកូនក៏សប្បាយចិត្តការធ្វើរបស់កូនពេលខ្លះមិនទាំងពេញចិត្តកូនខ្លួនឯងផងតើឲ្យអ្នកដទៃធ្វើអ្វីពេញចិត្តយើងបានរហូតទៅនោះយ៉ាងម៉េចទៅកាលដែលកូនគិតឃើញដូច្នេះហើយកូនក៏បន្ធូរបន្ថយនៅការខឹងក្រោធជាមួយនឹងអ្នកដទៃព្រោះនោះយើងផ្សេងគ្នាចិត្តវិញ្ញាណផ្សេងគ្នាការសន្សំសន្តានផ្សេងគ្នាវិបាកកម្មក៏ផ្សេងគ្នាអ្វីដែលត្រូវគៀបសង្កត់ជីវិតរស់នៅចិត្តសន្តាននឹងទៅតាមសភាពការបច្ចុប្បន្ននោះដូច្នេះកូនត្រូវរៀនឲ្យបានយល់ដឹងសេចក្តីពិតចំពោះអ្វីគ្រប់យ៉ាងដែលជាសភាវៈពិតជាធម្មជាតិនោះឯងដែលអ្នកណាក៏មិនអាចចេះតែចង់បានឲ្យដោយចិត្តរបស់ខ្លួននោះទេចាំបាច់និយាយថ្មីថានឹងដល់ប្រគល់មកឲ្យយើងពេញចិត្តទៅគ្រប់រឿងសំបីតែឲ្យដល់ខ្លួនគាត់នឹងមិនទាំងបានផងដូច្នេះកូនត្រូវយល់ហើយសង្ឃឹមលើការប្រព្រឹត្តរបស់ខ្លួនផ្ដល់ប្រគល់អ្វីល្អឲ្យដល់ខ្លួនឯងឲ្យសប្បាយចិត្តខ្លួនឯងទៅកុំចេះតែសង្ឃឹមចង់បានពីអ្នកដទៃនាំឲ្យកូនកើតទុក្ខនៅពេលដែលខកចិត្តនឹងឯងកូនមានឪពុកធម្មជាតិមិនដែលឲ្យអភ័យដល់អ្នកណាឡើយអ្នកណាធ្វើយ៉ាងណាត្រូវទទួលយ៉ាងនោះប៉ុន្តែធម្មជាតិបានឲ្យឱកាសដល់មនុស្សយើងគ្រប់គ្នាគ្រាន់តែថាដោយច្រើនមនុស្សយើងមិនចេះទទួលយកឱកាសនោះមកកសាងខ្លួនឬយកមកកែប្រែខ្លួននោះឯងមកហើយធម្មជាតិក៏ប្រព្រឹត្តទៅតាមកម្មគឺការប្រព្រឹត្តរៀងខ្លួននឹងទៅកូនចោលអ្វីផ្សេងបានតែកូនកុំបោះបង់ខ្លួនឯងចោលឲ្យសោះព្រោះនៅក្នុងโลกនេះមិនមាននរណាជាទីពឹងរបស់កូនក្រៅតែពីកូនខ្លួនឯងទេដែលនឹងត្រូវជួយឲ្យគ្រប់គ្នាបានរួចផុតចាកទុក្ខហ្នឹងគឺត្រូវពឹងខ្លួនឯងហ្នឹងកូនត្រូវដឹងថាអ្នកក្លាហានគឺអ្នកដែលអាចបង្កប់ចិត្តខ្លួនឯងបានជាចវាយនាយលើចិត្តខ្លួនឯងមិនមែនមានតណ្ហាឬការខឹងក្រោធនឹងមកជាចវាយនាយគ្រប់គ្រងចិត្តនោះទេកូនកើតមកជាមនុស្សហើយត្រូវព្យាយាមបំពេញសេចក្តីល្អឲ្យខ្លាំងក្លាជាទីបំផុតព្រោះកូនមិនងាយបានជួបនៅឱកាសដ៏ល្អដូចនេះឡើយកូនដាំដំណាំបំរុងឫសតែបើដាំមនុស្សបំរុងសិលចង់ឆ្លងចាកទុក្ខត្រូវកុំខ្ជិលខូចខលដឹងខុសត្រូវកែខ្លួនចូលកូនចាំទុកថាខឹងក្រោធនឹងអ្នកដទៃគឺលុតជង្គង់អង្វរសូមទីក្តីសុខពីអ្នកដទៃឯការស្រឡាញ់រាប់អានអ្នកដទៃជាការចែកនៅសេចក្តីសុខដែលខ្លួនមានយ៉ាងសម្បូរឲ្យដល់អ្នកដទៃបើកូនចេះស្រឡាញ់រាប់អានអ្នកដទៃប្រកបទៅដោយធម៌មេត្តាហើយកូននឹងបាននៅសេចក្តីល្អសមតាមបំណងប្រាថ្នាបីដូចកូនមេឪពុកមានទេវតាតាមថែរក្សាចឹងដែរមេត្តាប្រែថាការរាប់អានរកអ្នកដែលបានរួមកើតស្លាប់
គ្រប់គ្នាប្រាថ្នាសពឆាប់ឆាប់បញ្ញាប់ចង់រួចពីទុក្ខាសត្វលោកស្រឡាញ់ខ្លួនឯងណាស់កិលេសសែនក្រាស់គ្រប់អាត្មាព្រះឲ្យយកខ្លួនជាឧបមាសត្វក្នុងលោកាប្រាថ្នាសុខអធិស្រ័យសត្វមិនដូចគ្នាចាត់ចែងការងារតាមភូមិស្រុកប៉ុន្តែសត្វលោកប្រឹងសម្រុកធ្វើការយកសុខដូចតែគ្នាកាលណាបានយល់ដូច្នេះហើយចម្លើយដ៏ល្អគឺភាវនាចម្រើនមេត្តាជ្រោចគង្គគាព្រួញពឹសคล้ายជាបុប្ផាស្រស់កូនមេពុកមនុស្សគ្រប់រូបដែលបានកើតមកក្នុងលោករមែងមានការតាក់ទងគ្នាដោយពាក្យនិយាយពាក្យនិយាយមានអំណាចដល់ក្រៃលែងកូនត្រូវយល់ដូចតទៅ1ពាក្យនិយាយអាចដូរផ្លាស់ហេតុអាក្រក់ឲ្យคล้ายមកជាហេតុល្អបាន2ពាក្យនិយាយអាចដូរផ្លាស់មនុស្សដែលមានទុក្ខឲ្យភ្លេចទុក្ខបាន3ពាក្យនិយាយអាចដូរផ្លាស់មនុស្សខ្ជិលឲ្យមកជាអ្នកមានព្យាយាមបាន4ពាក្យនិយាយអាចដូរផ្លាស់មនុស្សល្ងង់ឲ្យមកជាមនុស្សឆ្លាតបាន5ពាក្យនិយាយអាចដូរផ្លាស់មនុស្សដែលកំពុងមានកង្វល់ឲ្យជាមនុស្សស្ងប់រងាប់បាន6ពាក្យនិយាយអាចដូរផ្លាស់មនុស្សជាចេះរឹងរូសឲ្យត្រឡប់មកជាមនុស្សប្រដៅងាយទៅបាន7ពាក្យនិយាយអាចដូរផ្លាស់មនុស្សដែលខូចសតិឲ្យមានសតិវិញបាន8ពាក្យនិយាយអាចធ្វើឲ្យមនុស្សឆ្លោះគ្នាទៅជាល្អនឹងគ្នាបានចំពោះពាក្យនិយាយនេះរមែងមានអំណាចដូចគ្នាដែរគឺអាចនិយាយឲ្យមនុស្សខូចប្រយោជន៍និយាយទំលាយសេចក្តីសុខចម្រើនរបស់អ្នកដទៃបានគ្រប់យ៉ាងដូច្នេះកូនត្រូវបប្រតិបត្តិក្នុងការនិយាយឲ្យបានម៉ត់ចត់កូនត្រូវហាត់និយាយនៅក្នុងវាចាល្អ5យ៉ាង1និយាយពាក្យពិតមិននិយាយលេះលោះ2និយាយពាក្យពីរោះមិននិយាយញុះញង់3និយាយត្រឹមត្រូវតាមកាលៈទេសៈ4និយាយឲ្យបានប្រយោជន៍ដល់អ្នកស្ដាប់5និយាយដោយចិត្តមេត្តាប្រាថ្នាឲ្យអ្នកដទៃបាននៅសេចក្តីសុខឬនិយាយដោយចិត្តសប្បុរសស្មោះត្រង់មិននិយាយរបៀបព្រួញពឹសដាក់អ្នកដទៃនោះឡើយកូនមេឪពុកឪពុកប្រាថ្នាឲ្យកូនបានចូលដល់សេចក្តីល្អ10ប្រការគឺ1កូនត្រូវជាអ្នកមានសិលធម៌ប្រចាំខ្លួន2កូនត្រូវស្វែងរកការចេះដឹងមកដាក់ខ្លួន3កូនត្រូវគប់រកតែជាមួយនឹងមិត្តពិតប្រាកដ4កូនត្រូវជាមនុស្សប្រដៅងាយ5កូនត្រូវចេះជួយកិច្ចការអ្នកដទៃ6កូនត្រូវចេះស្រឡាញ់ធម៌របស់សប្បុរស7កូនត្រូវមានព្យាយាមដោយអំណត់អត់ធន់8កូនត្រូវសន្តោសចំពោះបច្ច័យ4 9កូនត្រូវមានស្មារតីដឹងមុខនេតិរបស់ខ្លួននិង10កូនត្រូវដឹងសេចក្តីពិតរបស់ជីវិតគឺត្រូវដឹងថាគ្រប់ជីវិតដែលកើតមកហើយរមែងបែកធ្លាយជាធម្មតាទើបមិនគួរប្រមាថនៅក្នុងជីវិតនិងត្រូវរកផ្លូវឲ្យបានផុតចាកទុក្ខដោយការប្រព្រឹត្តតែអំពើល្អឪពុកសូមឲ្យកូនកុំជាមនុស្សដែលមិនចេះគ្រប់សូមឲ្យកូនបានស្គាល់រសជាតិនៃការគ្រប់គ្រាន់និងសូមឲ្យកូនចាំទុកថាមិនមានរបស់ណាក្នុងโลกដែលអាចធ្វើឲ្យកូនបានឆ្អែតគ្រប់គ្រាន់ក្រៅតែពីកូនខ្លួនឯងព្រមគ្រប់នោះឡើយនិងយ៉ាងទៀតក្នុងโลกនេះដែរមិនមានអ្វីណាដែលល្អសម្រាប់ខ្លួនកូនឲ្យក្រៃលែងជាងកូនជាមនុស្សល្អនោះឡើយសម្បត្តិក្នុងโลกមិនអាចគ្រប់មិនអាចបញ្ឈប់នៅតណ្ហាមានតែខ្លួនឯងឈប់ត្រូវការដោយសារបញ្ញាទើបបានគ្រប់សម្បត្តិក្នុងโลกមិនអាចល្អស្មើនឹងធัวសនាំចាកភពធัวពិតកូនឪត្រូវខ្សែគប់ព្រមទាំងគោរពខ្លួនឯងផងកូនមេឪពុកទៅរ
រកគេឲ្យគេត្រេកអរនេះជាដំណើររបស់មនុស្សល្អកូនកុំទៅផ្ទះគេញឹកញាប់ពេកព្រោះគេអាចធុញទ្រាន់មិនចង់ទទួលរឿងនេះកូនអាចសង្កេតបានដោយខ្លួនឯងបើអ្នកណាមកផ្ទះយើងញយញកូនក៏មិនពេញចិត្តដែរព្រោះដូច្នេះកូនមានឪពុកកុំទៅផ្ទះគេញឹកញាប់ពេកបើកូនទៅផ្ទះអ្នកដទៃកុំចូលបន្ទប់ដេករបស់គេវាតែគេអនុញ្ញាតកាលដែលចូលទៅហើយកុំរវីមរវាមរុះរើអ្វីឡើយហើយកូនមានតួនាទីសរសើរនៅអ្វីដែលកូនគួរសរសើរនាទីរបស់កូនក្នុងឋានៈជាភ្ញៀវ1សម្ដែងការគោរពដល់បុគ្គលជាធំដែលគួរគោរព2ឲ្យការស្និទ្ធស្នាលនិងភាពជាមិត្តដល់អ្នកតូច3ឲ្យការរីករាយដល់ម្ចាស់ផ្ទះឬម្ចាស់កន្លែងនោះដោយការពោលសរសើរត្រូវប្រយ័ត្នក្នុងការរិះគន់និន្ទានៅរឿងអ្វីមួយកូនចូលចាំថាភ្ញៀវល្អដូចជាផ្កាដែលគេចូលចិត្តកូនមានឪពុកការក្រែងចិត្តគឺជាសម្បត្តិរបស់មនុស្សល្អបើកូនទៅណាមកណាកុំឲ្យគេរងចាំមុននឹងកូនទៅទីណាកូនត្រូវប្រាប់អ្នកធំក្នុងផ្ទះឬក្នុងកន្លែងនោះកាលដែលគេបានដឹងហើយគេនឹងជួយទំនុកបម្រុងកូននៅក្នុងកិច្ចការដែលចាំបាច់ព្រោះនេះជាសុជីវធម៌សុជីវធម៌កើតមកពីការក្រែងចិត្តអ្នកដទៃនេះឯងកូនមានឪពុកសាងមិត្តកុំសាងសត្រូវកូននៅទីណាក៏ដោយមិនត្រូវសាងសត្រូវឡើយបើកូនជាមិត្តនឹងមនុស្សគ្រប់គ្នាក៏ជាមិត្តជាមួយនឹងកូនដែរកូនចូលនឹករលឹកជានិច្ចថានៅលើផែនដីនេះបើយើងមានសត្រូវតែម្នាក់ក៏វាច្រើនណាស់ទៅហើយចូលកូនកំពេញចិត្តធ្វើឲ្យគេស្អប់ទាំងកូនខ្លួនឯងក៏កុំចូលចិត្តស្អប់អ្នកណាឡើយកូនមានឪពុកការគ្រប់គ្រងចិត្តនាំមកនៅសេចក្តីសុខបើអ្នកដទៃធ្វើខុសមកលើកូនចូលកូនកុំយកកំហឹងទៅទប់ទល់ឲ្យសោះកូនត្រូវឲ្យអភ័យហើយត្រូវសម្លឹងទៅរកសេចក្តីល្អរបស់គេឲ្យបានច្រើនបើកូនរកអំពើល្អរបស់គេមិនឃើញទេកូនត្រូវតែអាណិតគេព្រោះគេកំពុងតែមានគ្រោះកាចចូលកូនអ្នកឪពុកចាំទុកថាគេមានផ្នែកបែកមិនល្អកូនកុំខ្នើសកូនត្រូវជ្រើសរើសយកល្អសគេមានជាប្រយោជន៍ហើយប្រកាន់ឆ្ពោះនិព្វានខុសប៉ុន្មានជាបាបគ្រោះរបស់គេអភ័យទានជាទានដ៏ប្រសើរណាស់ចូលកូនកុំឆ្លោះជាមួយអ្នកដទៃកូនកុំនិយាយអាក្រក់ពីគេកូនកុំមើលងាយមើលថោកអ្នកណាឡើយកូនកុំខឹងក្រោធដាក់អ្នកដទៃងាយបើកូនខឹងកូនត្រូវដើរទៅងូតទឹកទៅអានជាភៅជាដើមចឹងទៅហើយកូនត្រូវតន្ទិញពាក្យថាឲ្យអភ័យកូនមានឪពុកកូនត្រូវជួយអ្នកដទៃជួយដោយស្មោះត្រង់ជួយដោយការនិយាយជួយដោយការប្រឹក្សាជួយដោយកម្លាំងកាយក្នុងការងារដែលត្រឹមត្រូវការជួយអ្នកដទៃធ្វើឲ្យកូនបានសប្បាយចិត្តនៅពេលដែលការងារបានសម្រេចទឹកចិត្តល្អគឺជាទីប្រាថ្នារបស់មនុស្សក្នុងលោកឪសូមឲ្យកូនមានទឹកចិត្តល្អដល់សពសត្វទាំងឡាយព្រោះទឹកចិត្តល្អប្រៀបដូចជាទឹកបរិសុទ្ធដែលចាំបាច់នោះយើងគ្រប់គ្នាត្រូវបរិភោគកូនមានឪពុកនាទីដែលកូនត្រូវបប្រតិបត្តិចំពោះអ្នកដទៃជាទូទៅដោយការឲ្យនៅទឹកចិត្តល្អស្មោះរបស់កូន1កូនត្រូវសម្លឹងមើលមនុស្សគ្រប់គ្នាដែលបានជួបដោយក្រសែភ្នែកជាមិត្ត2កូនត្រូវចេះញញឹមមានទឹកមុខស្រស់ស្រាយជាមួយនឹងមនុស្សទាំងឡាយ3កូនត្រូវចេះសម្លឹងមើលផ្នែកល្អរបស់មនុស្សកូនត្រូវយល់ថាអ្នកដែលបានកើតមកជាមនុស្សសុទ្ធតែជាអ្នកធ្លាប់បានធ្វើល្អកូនមិនត្រូវមើលងាយណាឡើយទី4កូនត្រូវចេះគួរសមដោយរបៀបល្អគ្រប់យ៉ាងដូចជាញញឹមរោគសំពះអោនក្បាលបន្ទន់ខ្លួនតាមឋានៈរបស់ខ្លួននិងតាមឋានៈរបស់អ្នកដទៃ5កូនត្រូវចេះស្ដាប់អ្នកដទៃនិយាយកុំនិយាយកាត់ដោយឥតរបៀបបើនិយាយត្រូវឲ្យមានប្រយោជន៍6កូនត្រូវចេះប្រើពាក្យទាំងពីរយ៉ាងនេះឲ្យជាប្រចាំ
គឺពាក្យសូមអរគុណនិងពាក្យសូមអត់ទោស7កូនត្រូវនិយាយដោយពាក្យសុភាពពីរោះទាំងចំពោះមុខទាំងកំបាំងមុខ8កូនត្រូវចេះឲ្យកម្លាំងចិត្តដោយពាក្យសរសើរជាដើមដល់មនុស្សល្អ9កូនត្រូវចេះនិយាយសរសើរក្នុងផ្នែកល្អរបស់មនុស្សណាដែលជាទីស្រឡាញ់ពេញចិត្តរបស់អ្នកដែលកូនកំពុងតែនិយាយជាមួយជាការសរសើរពិត10កូនត្រូវចេះបដិសេធនៅអ្វីដែលកូនមិនយល់ស្របតាមដោយមិនឲ្យគេខូចចិត្ត11កូនត្រូវរួមសន្ទនាក្នុងអ្វីដែលអ្នកសន្ទនាអាចឲ្យនៅការចេះដឹងមកដល់កូនបាន12កូនត្រូវយករឿងល្អឬរឿងអ្នកធ្វើល្អមកនិយាយនៅក្នុងពេលសន្ទនា13កូនត្រូវអាស្រ័យបញ្ញាពិចារណាចំពោះអ្នកដទៃដែលនៅជុំវិញខ្លួនកូនដោយកូនមិនត្រូវអាងអំណាចអ្វីមួយហើយចាំតែចាប់កំហុសគេឡើយ14កូនគួរតែរកពេលវាចាកការនិយាយមិនល្អឬវាចាកការខឹងក្រោធយ៉ាងតិចឲ្យបានមួយថ្ងៃក្នុងមួយសប្តាហ៍ទោះជាថ្ងៃណាក៏បានដែរ15កូនត្រូវសាងឧបនិស្ស័យជួយអ្នកដទៃក្នុងការងារអ្វីដែលកូនអាចធ្វើទៅបានដោយមិនសម្លឹងផលតបស្នងពីគេវិញត្រូវសន្សំសន្តានករណាឲ្យកាន់តែមាំតំមុននឹងត្រូវលាចាកលោកនេះទៅទឹកចិត្តល្អបីដូចជាព្រះព្រំដែលស្ថិតនៅក្នុងខ្លួនរបស់មនុស្សកូននេះឪពុកឪសូមទូនមានកូនថាគប់ពេលនាំទៅរកខុសស្រីប្រុសចូលចាំកុំតាមចង់គប់ប្រាជ្ញនាំទៅរកត្រង់សិលល្អផូរផង់ចង់ត្រឹមត្រូវខ្សែគប់បាបប្រមិតពិតនាំខ្លួនឲ្យខុសផ្ទួនគេអាស្រូវកំណើតជាមនុស្សក្រពេកកើកូនត្រូវស្ដាប់ឪទៅឈ្មោះល្អចង់កសាងខ្លួនកុំឆ្ងាយអ្នកប្រាជ្ញអ្វីក្នុងលោករមែងកើតពីហេតុកូនត្រូវយល់ហេតុផលចូលកូនចាំទុកថាគ្រប់យ៉ាងកើតអំពីការធ្វើរបស់យើងបើកូនធ្វើល្អកូននឹងបានផលល្អបើកូនធ្វើមិនល្អទេកូនក៏នឹងបានទទួលផលមិនល្អដែរពាក្យថាធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់នឹងនៅតែត្រឹមត្រូវនឹងពិសោធន៍បានគ្រប់ពេលវេលាទាំងអស់ព្រោះថាសត្វលោករមែងប្រព្រឹត្តទៅតាមកម្មនឹងឯងឪពុកធ្លាប់ចាញ់អ្នកដទៃប៉ុន្តែឪពុកមិនធ្លាប់រួញរាថយក្រោយទេកូនមាសឪពុកក៏ដូចគ្នាដែរទោះបីចាញ់ក៏កុំរួញរាថយក្រោយឡើយហើយកូនឪនឹងបានឈ្នះកាលដែលកូនបានឈ្នះចូលកូនកុំមើលងាយអ្នកចាញ់ឲ្យសោះព្រោះការមើលងាយជាចំណុចខ្សោយរបស់អ្នកឈ្នះព្រះពុទ្ធអង្គទ្រង់ត្រាស់សម្ដែងថាអ្នកឈ្នះតែងប្រទះនៅពីអ្នកចាញ់រមែងដេកជាទុក្ខដូច្នេះចូលកូនចាំទុកថាមិនមានការតស៊ូណាឲ្យប្រសើរជាងការតស៊ូយកឈ្នះចិត្តអាក្រក់របស់ខ្លួនឯងឡើយសុខដតីក្រៅពីសេចក្តីសុខស្ងប់មិនមានដែរកូនត្រូវចាំទុកថាកូនកុំប្រព្រឹត្តខ្លួនជាមនុស្សអួតមានជីវិតយើងរស់នៅបានសុខមិនមែនព្រោះមានទេតែយើងមានជីវិតរស់នៅជាប្រក្រតីក្នុងសេចក្តីសុខទៅបានព្រោះមានការអត់ធន់ស្មោះត្រង់ម៉ត់ចត់ម៉ាត់ឆ្យាត់ព្យាយាមមិនតម្កើងខ្លួននិងជាមនុស្សកតញ្ញូមនុស្សមិនមែនមានអាយុវែងព្រោះទ្រព្យទេណាកូនកាលណាកូនឃើញអ្នកដតីមានទ្រព្យជាងយើងកូនកុំចំណែននឹងអ្នកដតីនោះចូលកូនមើលអ្នកដតីដែលក្រជាងយើងគឺច្រើនណាស់ហើយកូនចេះអាណិតដល់អ្នកដតីដែលមានទុក្ខអាចជួយបានតាមសមត្ថភាពប៉ុន្តែទោះជាយ៉ាងណាក៏កូនកុំបៀតអ្នកដតីបើមិនបានជួយអ្វីដតីទៅទេនោះជាមួយនឹងអ្នកដែលមានបានកូនគ្រាន់តែត្រេកអរមុទិតានឹកឃើញថាបុណ្យគេបានធ្វើមកអញ្ចឹងទៅកូនមានសេចក្តីសុខហើយ
ចាំបាច់ប៉ុណ្ណឹងទៅជែងអីទៅឲ្យកើតទុកឡើយកូនត្រូវរៀនរស់នៅឲ្យជាសុខក្នុងបច្ចុប្បន្ននឹងឯងឈរនៅស្ថិតនៅកន្លែងណាក៏ឲ្យបានសុខទៅគ្រប់គ្រាន់សម្រាប់កូនហើយមិនចាំបាច់ឈរនៅកន្លែងនៅឲ្យដូចជាអ្នកអតីខ្ពស់ផុតទៅណានៃនោះទេសំខាន់គឺចិត្តយើងល្មមបានសុខសេចក្តីសុខវានៅក្នុងចិត្តយើងល្មមឯនេះទេពេលណាកូនឃើញអ្នកដតីក្រលំបាកជាងយើងកូនមេត្តាអញ្ចឹងទៅកុំសម្លុតគំរាមកំហែងមើលងាយមើលថោកអ្នកក្រីក្រលំបាកនោះឡើយកូនត្រូវជួយអ្នកដតីនឹងតាមដែលកូនអាចជួយបានទៅអ្នកដតីក្រមែនប៉ុន្តែបែរទៅជាឲ្យកូនបានសេចក្តីសុខដែលអ្នកដតីអាចទទួលការជួយរបស់កូនបាននេះក៏ជាគុណសម្បត្តិរបស់អ្នកដែលក្រីក្រលំបាកនឹងហើយដែលអាចឲ្យកូនបំពេញទានបារមីក៏បានដូចជាការបំពេញទានរបស់ព្រះបរមពុរិស័ទគឺព្រះបរមពុរិស័ទនឹងអរគុណស្មោមនឹងអរគុណអ្នកអត់អ្នកឃ្លានអ្នកខ្វះខាតសពគ្រប់នឹងដែលជួយឲ្យព្រះអង្គបានបំពេញបារមីសម្រាប់ជាព្រះសម្មាសម្ពុទ្ធនោះល្អឬមិនល្អគេមិនបានវាស់គ្នាដោយមានដោយក្រនោះទេនោះល្អឬមិនល្អគេវាស់គ្នាដោយទឹកចិត្តទេណាកូនវាស់ទៅដោយការប្រព្រឹត្តដូច្នេះកូនត្រូវចេះសម្លឹងមើលលោកនឹងឲ្យបានត្រឹមត្រូវទៅនាំមកនៅសេចក្តីសុខចូលកូនពិចារណានៅកំណាព្យខាងក្រោមនេះរូបសល្អរៀងគួរស្រឡាញ់តែចាញ់ល្អចិត្តគំនិតជាមិនយូរប៉ុន្មានរូបជរាឯចិត្តល្អជាមិនចាស់ឡើយកូនមាសឪពុកចូលកំភ្លេចធัวថ្លៃជាងពេជ្រនាំដល់ត្រើយមានរូបមានរោគឥតស្រាកស្បាយកូនអើយព្រះធัวមិនចេះឈឺបើកូនរៀនធัวអប់រំចិត្តប្រព្រឹត្តសុចរិតចិត្តកូនភ្លឺជីវិតត្រូវស្លាប់រូបត្រូវឈឺប៉ុន្តែចិត្តភ្លឺមិនស្លាប់ទេចិត្តភ្លឺខ្លាំងជាងសូរិយាភ្លឺដោយបញ្ញាចិត្តទំនេរកើតចាស់ឈឺស្លាប់ព្រោះក្តីស្នេហ៍ឯចិត្តទំនេរផុតទុក្ខចិត្តល្អមិនជរាព្រះធម្មាមិនចេះឈឺខាត់ចិត្តឲ្យបានភ្លឺមានពន្លឺផុតក្តីស្លាប់ត្រូវហាត់ធ្វើខ្លួនឲ្យសុភាពរៀបសារមានការព្យាយាមចេះអើពើជួយធ្វើការអ្នកដទៃដោយសេចក្តីពេញចិត្តនិងធ្វើខ្លួនឲ្យជាមនុស្សបានការដើម្បីជាប់ជាឧបនិស្ស័យដល់ធំឡើងកូនបានធ្វើជាមនុស្សល្អជាមនុស្សមានសេចក្តីចម្រើនមមតំក្នុងជីវិតកូននៅតូចកូនធ្វើអ្វីត្រូវឲ្យនៅក្នុងការវឹកហាត់កសាងខ្លួនបើកូនមានស្មារតីកសាងខ្លួនជានិច្ចនោះកូនធ្វើអ្វីតែមានរបៀបរៀបរយកាលបើមានរបៀបរៀបរយល្អហើយកូនអាចរៀនសូត្រនិងធ្វើការងារផ្សេងបានដោយត្រឹមត្រូវតទៅកូននឹងបានជាមនុស្សមាននៅសេចក្តីសម្រេចនិងសេចក្តីចម្រើនឲ្យដល់ខ្លួនឯងព្រមទាំងសង្គមគ្រួសារសង្គមជាតិក្នុងអនាគតយ៉ាងពិតប្រាកដកូននេះឪពុកកូនត្រូវតែជាមនុស្សល្អដូចតទៅ1ជាកូនដែលល្អរបស់ឪពុកម្ដាយ2ជាសិស្សដែលល្អរបស់គ្រូអាចារ្យជាមិត្តដែលល្អរបស់មិត្តជាប្រជាពលរដ្ឋល្អរបស់ប្រទេសជាតិជាសាវកល្អរបស់ព្រះសម្មាសម្ពុទ្ធចូលកូនមានជីវិតត្រឹមត្រូវនៅក្នុងโลกនេះដោយខំប្រឹងសាងនៅសុចរិតពិតប្រាកដ
ចូលកូនរស់នៅឲ្យបានជាក្តីសង្ឃឹមរបស់មនុស្សទាំងឡាយចូលកូនប្រាថ្នាឲ្យពិភពលោកបានជួបនៅសេចក្តីសុខស្ងប់កូនត្រូវដឹងថាធัวរមែងរក្សាឲ្យយើងមានសេចក្តីសុខតែធัวនឹងមករក្សាយើងមិនបានឡើយបើយើងមិនចូលទៅរកធัวទេនោះប្រៀបដូចជាអាហារនឹងមកឲ្យយើងឆ្អែតមិនបានដោយពិតបើយើងមិនទៅបរិភោគនៅអាហារនោះទេយ៉ាងណាមិញធัวក៏យ៉ាងនោះដែរបើយើងមិនយកមកបប្រតិបត្តិទេធัวក៏ជួយអ្វីយើងមិនបានឡើយដូច្នេះក្នុងការដែលយើងនឹងមាននៅសេចក្តីសុខសេចក្តីចម្រើនទៅបាននោះក៏ព្រោះតែយើងបានបប្រតិបត្តិនៅធัวនឹងឯងធัวជារបស់ចាំបាច់ដល់ក្រៃលែងជាងអាហារក្រៃលែងជាងខ្យល់អាកាសនិងក្រៃលែងជាងអ្វីទាំងអស់ព្រោះធัวធ្វើឲ្យជីវិតយើងមាននៅគុណតម្លៃជីវិតរបស់ឪពុកតាំងពីមានកូនរហូតមកដល់ឥឡូវនេះសេចក្តីប្រាថ្នារបស់ឪពុកដែលមានចំពោះកូនគឺសូមឲ្យកូនមានការចេះដឹងល្អនិងមានការប្រព្រឹត្តល្អទ្រព្យសម្បត្តិមិនមែនជារបស់សំខាន់ខ្លាំងណាស់ទេក្នុងការដែលឪពុកម្ដាយចែកឲ្យកូននោះតែការចេះដឹងល្អនិងការប្រព្រឹត្តល្អជាសម្បត្តិសំខាន់ដ៏ក្រៃលែងដែលឪពុកនិងម្ដាយប្រាថ្នាប្រគល់ឲ្យដល់កូនជាទីស្រឡាញ់និងជាទីហួងហែងរហូតមកបើកូនធ្វើតាមពាក្យដែលឪពុកនិងម្ដាយណែនាំផលនឹងកើតបានជាគុណតម្លៃនិងជាសេចក្តីសុខឲ្យដល់កូនរួមទាំងក្រុមគ្រួសារទាំងអ្នកដែលនៅជុំវិញកូនទៀតផងចូលកូនដឹងទុកជាមុនចោះថារបស់4យ៉ាងជារបស់ដែលសូមបានដោយលំបាកជារបស់ដែលមិនងាយសូមបានតាមបំណងទេ1សូមមាសប្រាក់ទ្រព្យសម្បត្តិ2សូមយសនិងបរិវារ3សូមការរស់នៅអស់កាលយូរ4ក្រោយពីស្លាប់សូមឲ្យបានទៅកាន់សុគតិភពប៉ុន្តែទាំង4យ៉ាងនេះកូនឪមិនត្រូវសូមពីណាឡើយគឺត្រូវធ្វើឲ្យបានសម្រេចដោយខ្លួនឯងដោយសទ្ធាដោយសិលដោយសត្តៈដោយចាគៈដោយបញ្ញាដែលគុណធម៌ទាំងអស់នេះនាំឲ្យកូនបានសម្រេចទាំងក្នុងលោកនេះទាំងទៅក្នុងបរលោកអ្វីក្នុងលោករមែងកើតពីហេតុកូនត្រូវយល់ហេតុផលចូលកូនចាំទុកថាគ្រប់យ៉ាងកើតអំពីការធ្វើរបស់យើងបើកូនធ្វើល្អកូននឹងបានផលល្អបើកូនធ្វើមិនល្អទេកូនក៏នឹងបានទទួលផលមិនល្អដែរពាក្យថាធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់នឹងនៅតែត្រឹមត្រូវនឹងពិសោធន៍បានគ្រប់ពេលវេលាទាំងអស់ព្រោះថាសត្វលោករមែងប្រព្រឹត្តទៅតាមកម្មនឹងឯងឪពុកធ្លាប់ចាញ់អ្នកដទៃប៉ុន្តែឪពុកមិនធ្លាប់រួញរាថយក្រោយទេកូនមាសឪពុកក៏ដូចគ្នាដែរទោះបីចាញ់ក៏កុំរួញរាថយក្រោយឡើយហើយកូនឪនឹងបានឈ្នះកាលដែលកូនបានឈ្នះចូលកូនកុំមើលងាយអ្នកចាញ់ឲ្យសោះព្រោះការមើលងាយជាចំណុចខ្សោយរបស់អ្នកឈ្នះព្រះពុទ្ធអង្គទ្រង់ត្រាស់សម្ដែងថាអ្នកឈ្នះតែងប្រទះនៅពៀអ្នកចាញ់រមែងដេកជាទុក្ខដូច្នេះចូលកូនចាំទុកថាមិនមានការតស៊ូណាឲ្យប្រសើរជាងការតស៊ូយកឈ្នះចិត្តអាក្រក់របស់ខ្លួនឯងឡើយសុខដតីក្រៅពីសេចក្តីសុខស្ងប់មិនមានដែរកូនអ្នកឪពុកតើកូនមាននឹកឃើញសេចក្តីស្រឡាញ់របស់ម៉ែមកលើកូនដែរទេម៉ែបានដាក់ទានឲ្យកូនជានិច្ចរាល់ថ្ងៃម៉ែព្រមទទួលការលំបាកគ្រប់យ៉ាងជំនួសកូនម៉ែរងចាំបម្រើកូនជានិច្ចតាំងពីពីកូនកើតមកម៉ែបំបៅដោះកូនថ្នមកូនចិញ្ចឹមកូនជានិច្ចម៉ែភ័យញ័រអស់ខ្លួនប្រាណនៅពេលដែលកូនឈឺម្ដង
ហើយម៉ែជាគ្រូបង្រៀនឲ្យកូនបានចេះដឹងតាំងពីជុះនោមហូបចុកចេះស្លៀកពាក់បង្រៀនកូនឲ្យចេះអង្គុយចេះឈរចេះដើរចេះនិយាយជាដើមម៉ែជាគ្រូបង្វឹកគ្រប់យ៉ាងតាំងពីកូនកើតមកម៉ែទិញរបស់ឲ្យកូនលេងទិញនំឲ្យកូនញ៉ាំម៉ែជួយរៀបចំឧបករណ៍សិក្សាឲ្យកូនម៉ែជាធនាគារបើកប្រាក់ឲ្យកូនគ្រប់ពេលម៉ែជួយរៀបចំឲ្យកូនបានសុខស្រួលគ្រប់យ៉ាងម៉ែបានអប់រំកូនឲ្យមានកិរិយាមារយាទល្អម៉ែបានទទួលកូនទូលមានកូនគ្រប់យ៉ាងចំពោះកិច្ចការប្រចាំថ្ងៃម៉ែព្យាយាមដាស់តឿនឲ្យកូនក្រោករាល់ព្រឹកម៉ែប្រាប់ឲ្យកូនងូតទឹកដោះក្អែលឲ្យកូនម៉ែសិតសក់ឲ្យកូនតែងខ្លួនឲ្យកូនម៉ែដឹកនាំឲ្យកូនចេះសុភាពរាបសារម៉ែដាស់តឿនកូនកុំឲ្យនិយាយអាក្រក់ម៉ែរំលឹកកូនគ្រប់បែបគ្រប់យ៉ាងម៉ែអាចមិនល្អខ្លះចំពោះអ្នកដទៃប៉ុន្តែល្អជានិច្ចចំពោះកូនម៉ែអាចសម្លាប់សត្វដើម្បីចិញ្ចឹមកូនម៉ែជាអាចារ្យម៉ែជាទេវតាស្ថិតនៅក្នុងផ្ទះនិងម៉ែជាព្រំទាំងជាព្រះកូនក្រាបសំពះឈ្នះអស់សត្រូវកូនត្រូវធ្វើបន់ជូនម៉ែជូនឪទោះជានៅមានជីវិតរស់ក្តីឬក៏គាត់ចែកឋានទៅហើយក្តីកូនត្រូវនឹករលឹកឃើញក្តីល្អរបស់ម៉ែដែលពលីកម្មក្នុងជីវិតរបស់គាត់ដើម្បីកូន